មនុស្សភាគច្រើនតែងតែគិតថាជីវិតរបស់ខ្លួនលំបាកហេតុអ្វីបានជាជីវិតមួយនឹងជួបតែរឿងស្មុគស្មាញជួបតែបញ្ហាដែលត្រូវដោះស្រាយហេតុអ្វីក៏មិនឲ្យជីវិតមួយនឹងជួបនៅអ្វីដែលល្អហើយរឿងនេះសំខាន់ខ្ញុំធ្វើតែរឿងល្អហេតុអ្វីក៏ជួបតែរឿងដែលមិនល្អបងប្អូនសម្រាប់នាងខ្ញុំវាស៊ាំទៅហើយជាមួយនឹងការជួបនៅបញ្ហាការខកបំណងការព្រាត់ប្រាសការបាត់បង់គ្រប់យ៉ាងទាំងអស់ស្ទើរតែបាត់បង់ទាំងជីវិតរបស់ខ្លួនឯងប៉ុន្តែនេះខ្ញុំមិនដែលមានអារម្មណ៍ថាចង់បោះបង់ខ្ញុំតែងតែគិតថាឲ្យតែខ្ញុំដួលនៅកន្លែងណាខ្ញុំនឹងក្រោកឡើងនៅកន្លែងហ្នឹងវីដេអូនេះគឺនាងខ្ញុំគ្រាន់តែចង់ចែករំលែកពីបទពិសោធន៍ជីវិតខ្លះជូនទៅដល់បងប្អូនដែលកំពុងតែជួបនៅបញ្ហាទាំងអស់ដែលនាងខ្ញុំបានរៀបរាប់ខាងមុនខាងលើដោយសារតែនាងខ្ញុំជាបុគ្គលមួយរូបដែលចាប់ផ្ដើមនៅក្នុងជីវិតមួយនេះគឺនាងខ្ញុំចាប់ផ្ដើមដោយប្រមោទនភាពដោយកិត្តិយសដោយសេចក្តីថ្លៃថ្នូរចាប់ផ្ដើមនៅក្នុងជីវិតគឺមានគ្រប់បែបយ៉ាងទាំងអស់តែមានថ្ងៃមួយក៏នាងខ្ញុំចាប់ផ្ដើមបាត់បង់នៅអ្វីគ្រប់យ៉ាងដោយសារតែការយល់ខុសហើយដោយក្នុងអារម្មណ៍របស់យើងនៅពេលនោះយើងគិតថាខ្លួនយើងកំពុងតែយល់ត្រូវតែដល់ទៅពេលយើងភ្ញាក់ខ្លួនគ្រប់យ៉ាងគឺវាបាត់បង់អស់ទៅហើយនៅក្នុងថ្ងៃនេះនាងខ្ញុំក្រោកឈរមកបានដោយសារតែនាងខ្ញុំមានជំនឿមួយជីវិតរបស់មនុស្សយើងបើមានឡើងក៏វាមានចុះហើយបើមានចុះក៏វាមានឡើងដូច្នេះបើវាចុះអស់ហើយនាងខ្ញុំនៅតែជឿថាវាត្រូវតែឡើងត្រឡប់មកវិញឲ្យតែយើងមិនអស់សង្ឃឹមឲ្យតែយើងមិនបោះបង់ឲ្យតែយើងព្រមក្រោកឈរទោះបីស្ថិតនៅក្នុងកលៈទេសៈណាក៏ដោយជីវិតយើងនឹងត្រឡប់មកល្អប្រសើរលើសមានទ្វេដងនេះគឺជាជំនឿហើយគឺជាការប្រឹងប្រែងនឹងការដើរតរបស់នាងខ្ញុំដែលធ្វើឲ្យនាងខ្ញុំដើរមកដល់ចំណុចនេះហើយនាងខ្ញុំជឿជាក់ថាបងប្អូនទាំងអស់គ្នាក៏មើលវីដេអូនេះហើយនាងខ្ញុំជឿជាក់បងប្អូនទាំងអស់គ្នាប្រកាសជាធ្វើបានហើយធ្វើបានលើសពីនាងខ្ញុំទៅទៀតអរគុណ